ល្ងងម៉េះខ្ជិលម៉េះប៉ុណ្ណឹងក៏ធ្វើមិនបានកូនមួយកូនពីរសោះធ្វើដូចវេទនាតើអ្នកទាំងអស់គ្នាឧស្សាហ៍ឮពាក្យនេះដែរឬអត់ឥឡូវខ្ញុំមកនិយាយពាក្យថាគ្រាន់តែអញ្ចឹងសោះធ្វើដូចវេទនាម៉េះមានអីខ្លះព្រឹកឡើងងូតទឹកឲ្យកូនរៀបចំអាហារពេលព្រឹកឲ្យកូនជូនកូនទៅសាលារួចទៅផ្សារទិញម្ហូបមកផ្ទះវិញត្រូវធ្វើម្ហូបបោសផ្ទះជូតផ្ទះលាងចានទៅយកកូនពីសាលាលាក់នឹងលាក់បើនិយាយអស់ទៅស្ត្រីមេផ្ទះសឹងតែអត់មានពេលសម្រាប់ខ្លួនឯងការប៉ັດទៅស្ត្រីដែលជាមេផ្ទះគាត់បានធ្វើការលះបង់ពេលវេលារបស់គាត់សឹងតែ99%ក្នុងការមើលថែគ្រួសារនិងមើលថែកូនអ្នកទាំងអស់គ្នាគិតមើលជាម្ដាយម្នាក់ដែលគ្មានអារម្មណ៍សប្បាយចិត្តដែលមានជំងឺផ្លូវចិត្តតើគាត់អាចទៅអប់រំកូនយ៉ាងម៉េចធ្វើឲ្យកូនមានសតិអារម្មណ៍ល្អយ៉ាងម៉េចបើគាត់ខ្លួនឯងមិនសប្បាយចិត្តមនុស្សដែលមានសតិអារម្មណ៍គាត់មិនអាចអប់រំក្មេងឲ្យល្អបាននោះទេអញ្ចឹងហើយចាប់ពីថ្ងៃនេះទៅមុននឹងនិយាយពាក្យថាគ្រាន់តែអញ្ចឹងសោះធ្វើដូចវេទនាម៉េះរៀនយកចិត្តគាត់ដាក់ចិត្តយើងថាតើយើងអាចធ្វើបានដូចគាត់ដែរឬអត់